សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានផ្ដល់អនុសាសន៍ណែនាំមួយចំនួនដល់ប្រមុខរាជរដ្ឋាភិបាលកិច្ចខំបន្ថែមទៀតដោះស្រាយបញ្ហាកង្វះទឹកសម្រាប់វិស័យកសិកម្មក្នុងការបង្កើនការដាំដុះនិងកាត់បន្ថយការកាប់ព្រៃឈើខណៈការផ្ដល់អនុសាសន៍នេះត្រូវបានធ្វើឡើងក្នុងឱកាសបន្តដឹកនាំពិធីសមាជរដ្ឋសភានិងព្រឹទ្ធសភានាថ្ងៃទី3ខែមិថុនាឆ្នាំ2025សម្ដេចតេជោបានមានប្រសាសន៍ថាការអភិវឌ្ឍវិស័យកសិកម្មបែបទូលំទូលាយនោះគឺការដោះស្រាយបញ្ហាទឹកសម្រាប់បង្កើនការដាំដុះរបស់ប្រជាកសិករខ្មែរឲ្យបានម្ដងឬបានពីរដងក្នុងមួយឆ្នាំក្នុងនោះសម្ដេចតេជោក៏បានគូបញ្ជាក់ថាសម្រាប់បង្កើនការដាំដុះនេះគឺក្រសួងពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលត្រូវរួមគ្នាបង្កើនប្រព័ន្ធធារាសាស្ត្របន្ថែមទៀតសម្ដេចតេជោហ៊ុនសែនបានគូបញ្ជាក់ថាការបើកបែបទូលំទូលាយគឺជាប្រពៃណីខ្មែររបស់យើងបែបស៊ីជម្រៅគឺត្រូវដោះស្រាយទឹកបង្កើនរដូវដាំដុះធ្វើប្រពលវប្បកម្មដើម្បីបង្កើនទិន្នផលហើយធ្វើការកាត់បន្ថយការកាប់ព្រៃឈើជាមួយនឹងការកើនឡើងនៃជំនុំនោះដែលនេះជាទស្សនៈទានឬយុទ្ធសាស្ត្រកសិកម្មនៅក្នុងកិច្ចអន្តរាគមន៍នៃពិធីសមាជរដ្ឋសភានិងព្រឹទ្ធសភានេះសម្ដេចតេជោហ៊ុនសែនក៏បានណែនាំឲ្យរាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាបង្កើនរដូវដាំដុះជូនប្រជាពលរដ្ឋពលគឺពីស្រែ1ហិកតាចិញ្ចឹមប្រជាពលរដ្ឋបាន5នាក់ឲ្យប្រែក្លាយទៅជា10នាក់ឬ20នាក់ប៉ុន្តែការប្រែក្លាយដីដាំដុះពី1ដងទៅ2ដងឬ3ដងនេះគឺចាំបាច់បំផុតគឺត្រូវការទឹកពលគឺត្រូវខិតខំធ្វើយ៉ាងណាដោះស្រាយប្រព័ន្ធទឹកនេះឲ្យខានតែបាន